នៅក្នុងអត្ថបទរបស់អាជីសិនដែលខ្ញុំសង្កេតមើលជាបឋមខ្ញុំឃើញប៉ុណ្ណឹងទន្ទឹមនេះនៅពេលដែលអាជីសិនគាត់មានប្រសាសន៍ថាបញ្ជីដោះលែងជាឯកសារដោះបន្ទុកជាបញ្ហាមួយធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលដែរខ្ញុំមិនបានដោះលែងអ្នកណាខ្ញុំនឹងជំរាបជូនអង្គប្រជុំពេលនោះខ្ញុំមានឯកសារដែលមិនដឹងរដ្ឋបវិនីខ្ញុំបានជំរាបជូនអង្គប្រជុំតាមដែលខ្ញុំឆ្លើយជាមួយលោកកឹមសួនមិញច្បាស់លាស់ខ្ញុំមិនភ្លេចទេអកតកម្មរបស់ខ្ញុំមិនយកឯកសារដោះលែងคล้ายៗមកលុបបំបត្តិអកតកម្មរបស់ខ្ញុំទេទទួលស្គាល់ទាំងស្រុងដូច្នេះខ្ញុំសូមបដិសេធហើយពាក្យដែលលោកអាជីសិនមានប្រសាសន៍ថាបញ្ជីដោះលែងនេះវាជាឯកសារដោះបន្ទុកខ្ញុំសូមបដិសេធមិនមែនជាឯកសារដោះបន្ទុកខ្ញុំទេអកតកម្មរបស់ខ្ញុំទទួលនេះខ្ញុំសូមបញ្ជាក់ខ្ញុំអត់ទទួលបានទេពាក្យលោកអាជីសិនដែលមានប្រសាសន៍អញ្ចឹងចង់បញ្ចប់តាមដែលខ្ញុំស្ដាប់ហើយសូមជម្រាបអង្គសវនាការទាំងមូលថាខ្ញុំបានអង់គ្លេសមិនខ្លាំងទេមិនយល់ទេគេនិយាយខ្ញុំអត់យល់ទេក៏ប៉ុន្តែនៅចុងបញ្ចប់នេះខ្ញុំលើកដូចជាពាក្យមួយដែលលោកអាជីសិនមានប្រសាសន៍ថាដូចនេះមានអំណាចមានឥទ្ធិពលទៅលើអចិន្ត្រៃយ៍មជ្ឈិមអូសទាញមជ្ឈិមឲ្យធ្លាក់ខ្លួនទៅក្នុងសភាពការដែលអង់គ្លេសគេហៅថា paranoia បានន័យថាធ្លាក់ខ្លួនទៅក្នុងផ្អើលកែងធ្លាក់ខ្លួនទៅក្នុងតដេវិចយកជើងត្រមេកខ្ញុំដូចចាំថាមានពាក្យនឹងបើសិនតែមានពាក្យពេលខ្ញុំស្ដាប់នឹងភ្លាមខ្ញុំនឹកដល់ព្រឹត្តិការណ៍មួយនៅពេលដែលរណុលគាត់ធ្វើរដ្ឋប្រហារសម្ដេចនរោត្តមសីហនុគាត់ជាសម្ដេចនរោត្តមសីហនុតាមវិទ្យុនឹងអស់ចិត្តហើយក៏ប៉ុន្តែមានអបាយកលមួយទៀតគាត់ចង់ចាប់ភួងម៉ាហ្គាំងចាស់ចំនួនមុនប្រហែលស្គាល់ហើយភួងម៉ាហ្គាំងជាពិសេសលោកជំទាវមាសកិតលោកអញ្ជើញមកថ្ងៃក្រោយលោកកងជ្រាបហើយអ្នកណាភួងម៉ាហ្គាំងគាត់ចង់ចាប់ភួងម៉ាហ្គាំងគាត់ចោទភួងម៉ាហ្គាំងថារុញច្រានព្រះមហាក្សត្រឲ្យធ្លាក់ទៅក្នុងផ្លូវខុសការផុនច្រឡំAngui le roi en erreur ដូច្នេះអាជីសិនគាត់មានប្រសាសន៍បែបនេះធ្វើឲ្យខ្ញុំនឹកដល់បញ្ហានោះនេះខ្ញុំគាត់ទៅលើកជូនអង្គសវនាការជ្រាបទេសរុបមកវិញស្នាដៃរបស់លោកអាជីសិនមានចំណុចល្អពីរខ្ញុំអត់បំភ្លេចទេចំណុចល្អធម្មតាអាចច្រើនទៀតតែចំណុចដែលទើសទាល់ខ្ញុំនៅតែសុំរក្សាសិទ្ធិមានការតទល់មួយច្បាស់លាស់ដោយមានឯកសារឈោរៀងខ្លួនឧទាហរណ៍ដូចចំនួនកម្លាំងទៅតាមអង្គភាពនានាឲ្យមានឯកសារច្បាស់លាស់ដូចគ្នាឲ្យមកប្រៀបធៀបនឹងខ្ញុំសូមបញ្ជាក់ជូនប៉ុណ្ណេះសូមបញ្ចប់ដោយគោរព